ខុនៃក្តីឧបាសកក្តីឧបាសិកាក្តីជាអ្នកប្រតិបត្តិនៅធម៌សំគូដល់ធម៌ប្រតិបត្តិដោយសេចក្តីកោតក្រែងប្រព្រឹត្តតាមធម៌បុគ្គលនោះឈ្មោះថាធ្វើសក្ការៈគោរពរាប់អានបូជាតថាគតដោយគ្រឿងបូជាដ៏ដំមនាលអានន្ទព្រោះហេតុនោះបរិស័ទក្នុងសាសនានេះក៏បីសិក្សាថាយើងទាំងឡាយនឹងប្រតិបត្តិនៅធម៌សំគួរដល់ធម៌ប្រតិបត្តិដោយសេចក្តីកោតក្រែងប្រព្រឹត្តតាមធម៌មនាលអានន្ទអ្នកទាំងឡាយក៏បីសិក្សាយ៉ាងនេះឯងព្រះអានន្ទក្រាបបង្គំទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនកាលពីដើមពួកភិក្ខុនៅចាំភាសាក្នុងទិសទាំងឡាយរួចហើយតែងមើលដើម្បីគាល់ព្រះតថាគតយើងខ្ញុំព្រះអង្គតែងបាននៅពួកភិក្ខុអ្នកចម្រើនដោយចិត្តធ្លាប់បានចូលទៅអង្គុយចិត្តគ្នាបបិទ្ធព្រះអង្គដ៏ចម្រើនលុះអំណះឥតនឹងព្រះដ៏មានព្រះភិក្ខទៅយើងខ្ញុំព្រះអង្គនឹងលែងបានជួបលែងបានចូលទៅអង្គុយចិត្តពួកភិក្ខុអ្នកចម្រើនដោយចិត្តហើយព្រះអង្គទ្រង់ត្រាស់ថាមនាលអានន្ទសង្វេគនិយដ្ឋានទីដែលគួរកើតសង្វេគតែគួរឃើញរបស់កុលបុត្រអ្នកមានសទ្ធានេះ4កន្លែងសង្វេគនិយដ្ឋាន4កន្លែងតើដូចម្ដេចមនាលអានន្ទសង្វេគនិយដ្ឋានដែលគួរឃើញរបស់កុលបុត្រអ្នកមានសទ្ធាដោយរំលឹកឃើញថាព្រះតថាគតព្រះអង្គប្រសូតក្នុងទីនេះដូច្នេះមួយមនាលអានន្ទសង្វេគនិយដ្ឋានដែលគួរឃើញរបស់កុលបុត្រអ្នកមានសទ្ធាដោយរលឹកឃើញថាព្រះតថាគតត្រាស់ដឹងនៅអនុត្តរសម្មាសម្ពុទ្ធញ្ញាណក្នុងទីនេះដូច្នេះមួយមនាលអានន្ទសង្វេគនិយដ្ឋានដែលគួរឃើញរបស់កុលបុត្រអ្នកមានសទ្ធាដោយរលឹកឃើញថាព្រះតថាគតបានសម្ដែងនៅអនុត្តរធម្មចក្រក្នុងទីនេះដូច្នេះមួយមនាលអានន្ទសង្វេគនិយដ្ឋានដែលគួរឃើញរបស់កុលបុត្រអ្នកមានសទ្ធាដោយរលឹកឃើញថាព្រះតថាគតបរិនិព្វានដោយអនុបាទិសេសនិព្វានធាតុក្នុងទីនេះដូច្នេះមួយមនាលអានន្ទនេះឯងសង្វេគនិយដ្ឋានដែលគួរឃើញ4កន្លែងរបស់កុលបុត្រអ្នកមានសទ្ធាមនាលអានន្ទពួកភិក្ខុនៃឧបាសកឧបាសិកាអ្នកមានសទ្ធានឹងមើលដល់រលឹកឃើញថាព្រះតថាគតប្រសូតក្នុងទីនេះដូច្នេះក្តីព្រះតថាគតត្រាស់ដឹងនៅអនុត្តរសម្មាសម្ពុទ្ធញ្ញាណក្នុងទីនេះដូច្នេះក្តីព្រះតថាគតសម្ដែងនៅអនុត្តរធម្មចក្រក្នុងទីនេះដូច្នេះក្តីព្រះតថាគតបរិនិព្វានដោយអនុបាទិសេសនិព្វានធាតុក្នុងទីនេះដូច្នេះក្តីមនាលអានន្ទពួកជនណាមួយនឹងបានដើរមកកាន់ទីចរិតនៃចេតិយក៏មានចិត្តជ្រះថ្លាបើប្រសិនជាធ្វើមរណកាលទៅពួកជនទាំងអស់នោះលុះមានរាងកាយបែកធ្លាយទៅខាងមុខបន្ទាប់អំពីសេចក្តីស្លាប់នឹងចូលទៅកាន់លោកគឺមនុស្សសុគតិនិងឋានសួគ៌គ្រានោះព្រះមានព្រះភិក្ខទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថាមនាលអានន្ទប្រសិនបើអ្នកទាំងឡាយមានសេចក្តីត្រេះរិះយ៉ាងនេះថាបាវចនាគឺពាក្យប្រដៅដែលមានគ្រូប្រព្រឹត្តកន្លងទៅហើយគ្រូរបស់យើងឈ្មោះថាមិនមានឡើយមនាលអានន្ទសេចក្តីនេះអ្នកកុំចូលចិត្តយ៉ាងនេះឡើយមនាលអានន្ទធម៌ណាក្តីវិន័យណាក្តីដែលតថាគតសំដែងហើយបញ្ញត្តិហើយដល់អ្នកទាំងឡាយលុះអំណះឥតអំពីតថាគតទៅធម៌និងវិន័យនោះជាគ្រូរបស់អ្នកទាំងឡាយមុននឹងព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់បរិនិព្វានព្រះអង្គក៏ទ្រង់បានផ្ដែផ្ដាំនៅពាក្យទាំងឡាយថាហន្តទានិភិក្ខវេអមន្តយាមិវោវយធម្មាសង្ខារាអបមាតេនៈសម្បាទេថាមនាលភិក្ខុទាំងឡាយ
ណាហើយចុះឥឡូវនេះតថាគតប្រាប់អ្នកទាំងឡាយសង្ខារទាំងឡាយមានសេចក្តីសាបសូន្យជាធម្មតាអ្នកទាំងឡាយចូលញ៉ាំងកិច្ចទាំងពួងឲ្យសម្រេចដោយសេចក្តីមិនប្រមាទចុះព្រះដ៏មានព្រះភិអង្គនោះព្រះអង្គទ្រង់ត្រាស់នៅវាចាជាចុងក្រោយនេះហើយព្រះសម្មាសម្ពុទ្ធជាកំពូលនៅលើលោកព្រះអង្គក៏ទ្រង់បរិនិព្វានដោយអនុបាទិសេសនិព្វានក្នុងថ្ងៃ15កើតពេញបូរមីខែពិសាខនេះឯងជាថ្ងៃសូមេធៈបណ្ឌិតពោធិសត្វពិតបានព្យាករពីព្រះពុទ្ធនាមទីបង្កព្រះអង្គព្យាករថាពិតបានត្រាស់ជាថ្ងៃព្រះអង្គទ្រង់ប្រសូតទ្រង់យាងចុះស្រោតពិតយ៉ាងច្បាស់ក្នុងលំពីនីដដេដាប្រកាសច្បាស់ណាស់ដល់បរិស័ទជាថ្ងៃព្រះអង្គទ្រង់ត្រាស់ដឹងបានជាទីពឹងដល់សពសត្វថ្ងៃមានពន្លឺគ្មានវិបត្តិព្រោះបានកំចាត់កិលេសានឹងជាថ្ងៃដែលព្រះចិនស្រីទ្រង់ជាអរិយសាស្ត្រាចារ្យទ្រង់និព្វានឯកុសិនារាលាវត្តសង្សារគ្មានចាស់ឈឺស្លាប់សូមអនុមោទនាពិធីបុណ្យវិសាខបូជាសូមអនុមោទនាថ្ងៃ15កើតពេញបូរមីជាថ្ងៃទេថីវិសាខបូជាពុទ្ធសាសនិកគ្រប់អង្គទីកុំភ្លេចមនីមនីទៅវត្តវាវិសាខបូជាជាថ្ងៃពិសេសមិនត្រូវប្រហែសចោលឡើយណាមានគ្រឿងក្រអូបនិងគីផ្ការក្សាសីលា5ឬ8វិសាខបូជាជាថ្ងៃអស្ចារ្យថ្ងៃព្រះសាស្តាអស្ចារ្យពេកក្រៃទ្រង់បានព្យាករពីព្រះចិនស្រីព្រះពុទ្ធថ្លាថ្លៃនាមទីបង្កវិសាខបូជាជាថ្ងៃឧត្តមដែលព្រះបរមសាស្តាបវរទ្រង់បានប្រសូតលោកធាតុញាប់ញ័រសំដែងអំណរត្រេកអរខ្លាំងណាស់វិសាខបូជាជាថ្ងៃអស្ចារ្យដែលព្រះសាស្តាព្រះអង្គទ្រង់ត្រាស់ដឹងជាព្រះពុទ្ធពិតប្រាកដច្បាស់ព្រោះទ្រង់បានលះកិលេសាប្រារព្ធពិធីវិសាខបូជាព្រោះថ្ងៃភគវីលាវត្តសង្សារចូលព្រះនិព្វានលែងមានទុក្ខាមិនមានតណ្ហាបន្តទៀតឡើយសូមអនុមោទនាពិធីបុណ្យវិសាខបូជាសូមអនុមោទនាសេចក្តីថ្លែងអំណរគុណពុទ្ធិកបណ្ឌិតសភានៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាសូមថ្លែងអំណរព្រះគុណនិងអរគុណដ៏ជ្រាលជ្រៅចំពោះព្រះករុណាគ្រប់ព្រះអង្គនិងពុទ្ធបរិស័ទគ្រប់រូបដែលបានតាមដានទេសនានៅប្រវត្តិពិធីបុណ្យវិសាខបូជានេះដោយគុណានុភាពនៃព្រះរតនត្រ័យសូមព្រះករុណាគ្រប់ព្រះអង្គនិងពុទ្ធបរិស័ទគ្រប់រូបជួបប្រទះនៅធម៌ដ៏ប្រសើរគឺអាយុវណ្ណៈសុខៈពលៈ
នឹងបានជាបច្ច័យឃើញច្បាស់នៅព្រះនិព្វានឯដល់អនាគតកាលកំបីឃ្លាន